សួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតោះយើងថ្ងៃនេះតែយើងទៅមើលពីការរៀបចំតុបតែងត្រៀមមុននឹងចូលទៅដល់ថ្ងៃសង្ក្រាន្តហើយចំពោះការថ្ងៃសង្ក្រាន្តរបស់យើងនេះដែរគឺចាប់ផ្ដើមកម្មវិធីនៅថ្ងៃទី6 ខែមេសាឆ្នាំ2025នៅមណ្ឌលអង្គការកុមារមេគង្គចំពោះការរៀបចំតុបតែងថ្ងៃសង្ក្រាន្តនេះគឺមានបែងចែកជាក្រុមហើយមួយក្រុមគឺក្រុមបងប្អូនថ្នាក់វិទ្យាល័យហើយមួយក្រុមទៀតគឺក្រុមនិស្សិតហើយក្នុងការតាក់តែងនេះដែរគឺយើងចាប់ផ្ដើមរៀបចំដេករួចជាស្រេចអស់ហើយមកខាងប៉ែកខាងលិចហ្នឹងគឺក្រុមបងប្អូនថ្នាក់វិទ្យាល័យគាត់រៀបចំរៀបរយគឺរួចអស់ហើយគឺបាន 100% អស់ហើយគឺយើងឃើញថាគឺមានស្អាតមែនទែនគឺឃើញថាគួរឲ្យចង់ថតចាប់ចិត្តចាប់អារម្មណ៍ណាហើយបើមកខាងទៀតគឺក្រុមនិស្សិតនោះរបស់គាត់គឺធ្វើតាន់រួចទេបើចំណែកឯក្រុមបងប្អូនហ្នឹងគឺគាត់ធ្វើរួចអស់ហើយយើងតែងនឹងមានតាំងពីការរំដួលដែលតំណាងឲ្យប្រទេសកម្ពុជារបស់យើងហើយមានសេរីសួស្តីឆ្នាំថ្មីហើយមានផ្លាកឈ្មោះ EDM ជា logo ជាឈ្មោះរបស់មណ្ឌលអង្គការកុមារមេគង្គតែម្ដងហើយខាងនេះគឺសង្ក្រាន្តឆ្នាំថ្មីដែលមានតាំងពីមួកធ្វើពីស្លឹកត្នោតមានតាំងពីកន្សែងមានឈ្មោះមានអីហ្នឹងឯងហើយចំពោះការធ្វើនេះដែរគឺមានការតុបតែងជួយទំនុកបំរុងពីលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំនៅក្នុងមណ្ឌលនេះហើយចំណែកប៉ែកម្ខាងនេះដែរគឺជាក្រុមរបស់និស្សិតគាត់ធ្វើរៀបចំបានប្រហែលជា 90% ហើយនៅសល់តែធ្វើការបិទការដើម្បីដាក់បន្ថែមទៀតកន្លែងចំពោះការរៀបចំនេះដែរគឺយើងដើម្បីថតរូបមើលទៅស្អាតមើលទាក់ទាញហើយបែបធម្មជាតិវាខៀវស្ងាត់ល្អហើយកន្លែងនេះគឺជាសកម្មភាពរបស់មិត្តភ័ក្តិគាត់កំពុងតែរៀបចំបាត់ការតុបតែងការឲ្យមានបងប្អូនដែរដើម្បីយកទៅដាក់ក្នុងកន្លែងយើងរៀបចំពេកម្ខាងហ្នឹងហើយកន្លែងនេះគឺសកម្មភាពរបស់ខ្ញុំគឺអត់សូវបានជួយទេដោយសារនឹងខ្ញុំចូលក្នុងក្រុមផ្សេងទៀតគឺក្រុមរំគេមានក្រុមរំរបាំរំបាត់ភ្លេងខ្មែររំវង់ធម្មតាហើយកន្លែងនេះគឺមិត្តភ័ក្តិទាំងបងប្អូនគាត់នឹងគ្នាលេងកម្សាន្តលេងល្បែងនឹងឯងហើយចំពោះការលេងល្បែងដែរគឺរៀងរាល់ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺពេលទំនេរគេនាំគ្នារៀបចំក្នុងការលេងហើយចំពោះបន្ទាប់ពីយើងរៀបរាប់ខាងលើអស់ហើយក៏យើងចាប់ផ្ដើមមកកម្មវិធីរបស់យើងគឺចាប់ពីថ្ងៃទី6គឺពេលព្រឹកត្រឹមម៉ោង6យើងចាប់ផ្ដើមរៀបចំបន្ថែមទៀតហើយមាននិមន្តព្រះសង្ឃដើម្បីសូត្របទនមស្ការពេលព្រឹកហើយរាប់បាតហើយពេលថ្ងៃត្រង់ក៏យើងបរិភោគអាហារពេលថ្ងៃត្រង់ពេលល្ងាចម៉ោង1ម៉ោង2គឺយើងចាប់ផ្ដើមលេងល្បែងជាប្រៃមានវាយក្អមមានទាញព្រ័ត្រហើយនឹងបូមទឹកជាដើមហើយបន្ទាប់ពីលេងល្បែងនោះហើយក៏ពេលល្ងាចហ្នឹងក៏យើងហូបអាហារជុំគ្នាហើយក៏មានការមើលការសម្ដែងរាំរបាំចម្រៀងជាដើមហើយមានអ្នកច្រៀងមានអ្នករាំមានហាត់របាំជូនពររបាំអីដែរបងប្អូនគាត់ហាត់រៀងរាល់ថ្ងៃហើយនឹងមានភ្ញៀវពីខាងក្រៅចូលមកទស្សនាដែរហើយនៃវីដេអូរបស់អ្នកខ្ញុំគឺមានតែប៉ុណ្ណេះសូមអរគុណហើយនឹងសូមជម្រាបលាបងប្អូនដែលបានទស្សនាវីដេអូរបស់អ្នកខ្ញុំអរគុណបាយបាយ